ត្រីនិទានរឿងសូមជូនរឿងជីវិតនាងសោភានៅក្នុងភូមិដាច់ស្រយាលមួយដែលពោរពេញដោយសួនបន្លែនិងសត្វស្រុកឆ្ងាយពីទីក្រុងមានក្មេងស្រីម្នាក់ឈ្មោះសោភាកើតមកក្នុងគ្រួសារក្រខ្សត់ម្ដាយរបស់នាងជាអ្នកធ្វើស្រែចម្ការសោភាជាស្រីមានសម្រស់ស្រស់ស្អាតជាមួយសក់ខ្មៅរលោងក្រអូបស្អាតហើយភ្នែកនាងមានពណ៌ថ្លាស្រស់ទោះបីជាគ្រួសារនាងមានភាពក្រីក្រក៏នាងពុំធ្លាប់បោះបង់បំណងចង់រៀនសូត្រទេអ្នកក្នុងភូមិគោរពនាងចំពោះភាពឧស្សាហ៍ព្យាយាមរបស់នាងនៅពេលនាងមានអាយុ16ឆ្នាំសោភាបានបញ្ចប់ថ្នាក់ទី9នាងសម្រេចចិត្តចាកចេញពីភូមិទៅរៀនបន្តនៅទីក្រុងដោយការជួយឧបត្ថម្ភពីអ្នកគ្រូក្នុងភូមិនៅទីក្រុងគេច្រើនមើលងាយនាងពីព្រោះនាងមកពីជនបទប៉ុន្តែសោភាមិនខ្លាចនោះឡើយនាងក៏បានចូលធ្វើការក្នុងហាងកាហ្វេមួយកន្លែងបន្ទាប់ពីម៉ោងរៀនចប់ដើម្បីរកចំណូលបន្ថែមរាល់យប់នាងសិក្សាដល់យប់ជ្រៅហើយចំណាយពេលអានសៀវភៅនៅក្នុងបណ្ណាល័យជំនាញនាងលេចធ្លោក្នុងវិស័យសិល្បៈឥឡូវនេះនាងចាប់ផ្ដើមសរសេរបទកំណាព្យនិងចម្រៀងក្នុងសាលាមាននិស្សិតបុរសម្នាក់ឈ្មោះវិសាលដែលចាប់អារម្មណ៍លើសោភាពួកគេទាំងពីរតែងតែជួបគ្នារាល់ថ្ងៃពេលល្ងាចក្នុងបន្ទប់បណ្ណាល័យនិងធ្វើការស្រាវជ្រាវរួមគ្នាវិសាលមានចិត្តល្អហើយគាំទ្រសោភាទៅលើបំណងប្រាថ្នារបស់នាងប៉ុន្តែជីវិតវាមិនល្អមិនងាយដូចអក្សរនៅលើក្រដាសទេម្ដាយនាងបានឈឺយ៉ាងធ្ងន់ដោយសោភាត្រូវតែចាកចេញពីសាលាទៅថែរក្សាម្ដាយនៅភូមិវិញវិសាលព្យាយាមជួយដោយការចង់ចិត្តបន្តបណ្ដុះការអប់រំសោភាក្រោយពីម្ដាយសោភាលាចាកលោកទៅសោភាមិនអាចបោះបង់ការសិក្សារបស់នាងបានទេនាងត្រឡប់មកទីក្រុងវិញដោយសង្ឃឹមថានឹងអាចបំពេញសុបិនរបស់នាងបានវិសាលនៅតែនៅក្បែរនាងហើយជួយទាំងផ្លូវចិត្តនិងការរៀនសូត្រ2 ឆ្នាំក្រោយមកសោភាបានបញ្ចប់ការសិក្សានិងបានធ្វើការជាសិល្បករ
សរសេរបទចម្រៀងដែលបង្ហាញអំពីជីវិតជនបទនិងភាពរឹងមាំរបស់ម្ដាយនាងក្រុមការងារចំណានបានកត់សម្គាល់សោភាហើយបទនាងត្រូវបានបញ្ចាំងក្នុងវីដេអូអប់រំសង្គមនាងក្លាយជាអ្នកនិពន្ធបទចម្រៀងមានប្រជាប្រិយភាពវិសាលក៏បានសម្រេចចិត្តស្នេហាសូភាដែលគោរពសិទ្ធិនាងឲ្យនាងបន្តដំណើរជីវិតសិល្បៈនៅពេលនាងមានអាយុ28ឆ្នាំសូភាបានក្លាយជាអ្នកនិពន្ធបទចម្រៀងល្បីល្បាញម្នាក់ហើយក៏បានរៀបការជាមួយវិសាលជីវិតនាងបង្ហាញថាអារម្មណ៍រឹងមាំនិងការតស៊ូអាចផ្លាស់ប្ដូរជីវិតប្រកបដោយជោគជ័យរឿងនេះចង់បង្ហាញថាមានតែការតស៊ូនិងការព្យាយាមទេទើបអាចសម្រេចភាពជោគជ័យរបស់យើងបានជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមានសុខភាពល្អនិងប្រកបការងាររកស៊ីមានបានគ្រប់គ្នាកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតនៅវីដេអូក្រោយៗទៀត